ចា Good morning ជម្រាបសួរចាថ្ងៃនេះខ្ញុំគិតថានិយាយពីរឿង AI តិចចាកាលពីប្រហែលជាជិត2 ខែហើយខ្ញុំទៅប្រជុំអ្នកបកប្រែណាក្រុមអ្នកបកប្រែគឺមានអ្នកបកប្រែជាច្រើនចាពីអង្គការនានាហើយនិងអ្នកបកប្រែដែលនៅទីក្រុងតូរ៉ុនតូគេជួបប្រជុំគ្នាពីរឿង AI ថា AI តើវាមានតួនាទីសំខាន់យ៉ាងម៉េចខ្លះនៅក្នុងសង្គមយើងតើវានាំផលវិបាកមកធ្វើឲ្យអ្នកបកប្រែអស់ការងារធ្វើព្រោះអីគេសរសេរឧទាហរណ៍សរសេរជាភាសាអង់គ្លេសហើយនឹងដាក់ទៅក្នុងចូល AI ណាឲ្យសុំឲ្យ AI បកប្រែអញ្ចឹងបកប្រែ AI វាអាចបកប្រែបានទៅជាភាសាផ្សេងចាមានន័យថាតួនាទីរបស់អ្នកបកប្រែគឺយើងធ្វើឲ្យវាគួរឲ្យចាប់អារម្មណ៍គួរឲ្យបារម្ភចាដោយសារមកពី AI វាចូលមកគេថាវាមានវាទទួលយកការងារផ្សេងជាច្រើនដែលអាចធ្វើឲ្យអ្នកបកប្រែមិនសូវជាសំខាន់ណាចាគេបញ្ជុំពីរឿងហ្នឹងហើយចាហើយនឹងប៉ុន្តែអ្វីមួយយ៉ាងដែលអ្នកបកប្រែធ្វើបានហើយ AI វាធ្វើមិនបានគឺថាវា AI វាជាសិប្បនិម្មិតចាសិប្បនិម្មិតគឺថាវាមិនមានបែបដូងវាមិនអាចយល់អារឿងកប៉ិកកប៉ុកតិចតួចដែលថាយើងមនុស្សយើងតែភាពជាមនុស្សចាដែលយើងមាននៅក្នុងចិត្តរបស់យើងមាននៅក្នុងបេះដូងចា AI វាធ្វើមិនបានកន្លែងហ្នឹងចាបើសិនជាវាអាចធ្វើបានច្រើនជាងហ្នឹងគឺថាយើងយ៉ាប់ហើយអ្នកបកប្រែគឺយ៉ាប់អត់មានការងារធ្វើចាគឺនិយាយពីរឿងអត់ហ្នឹងឯងពេលប្រជុំចាហើយនឹង AI ថ្មីគឺថាវាកំពុងតែពេញនិយមផ្ទុះហ្មងគឺថារូបភាពធ្វើឲ្យរូបភាពស្អាតដែលថាមិនគួរឲ្យជឿណាចាដែលថាវាអស្ចារ្យចាអូខេចាសូមតាមដានតទៅទៀតឲ្យខ្ញុំធ្វើ AI ជារឿងព្រេងនិទានដូចជាសម័យបុរាណមានតាបោះមានតាអេសីអញ្ចឹងណាហើយនៅក្នុងព្រៃអញ្ចឹងទៅហើយគាត់មានចំក្មេងទារកដែលថាទៅកើតមកគាត់ចិញ្ចឹមរហូតដល់ធំពេញវ័យអញ្ចឹងខ្ញុំសម័យរឿងអានឹងព្រៃរឿងព្រេងរបស់ខ្មែរយើងច្រើនណាកាលពីនៅក្មេងស្ដាប់ធ្លាប់ស្ដាប់ពុកគាត់អានឲ្យស្ដាប់ពេលយប់ឡើងគាត់និយាយរឿងឲ្យស្ដាប់គាត់តែងតែនិយាយជាភាសាខ្មែរចានិយាយរឿងព្រេងពីនេះពីនោះឲ្យគាត់និយាយណាដល់នេះគេហៅថា story bad time story អង់គ្លេស bad time story ខ្មែរយើងគឺថាពេលយប់ឡើងមុននឹងចូលគេងប៉ាឬក៏ពុកអញ្ចឹងគាត់អានឲ្យស្ដាប់ឬមួយក៏គាត់និយាយរឿងព្រេងឲ្យស្ដាប់អញ្ចឹងទៅណាដើម្បីឲ្យកូនខ្មែរហ្នឹងវាមានអារម្មណ៍ដិតជាប់នៅជាមួយជាតិសាសន៍ខ្លួនហើយនឹងជាទំនៀមទម្លាប់ប្រពៃណីសាសនាហើយនឹងយើងស្គាល់ពីវប្បធម៌ដូនតាយើងដូចជាអង្គរវត្តអញ្ចឹងតែយើងស្ដាប់គាត់ដែលថាគាត់និយាយដើម្បីឲ្យកូនឆាប់ចេះអានអក្សរខ្មែរហើយនឹងចេះខ្មែរចាអរគុណច្រើនសូមបងប្អូនបានសុខសប្បាយចាចូលឆ្នាំថ្មីចិត្តមកដល់ហើយចាបងចូលឆ្នាំខ្មែរយើងអរគុណច្រើនសូមសុខសប្បាយហើយនឹងនាំគ្នារៀនពី AI តទៅទៀត AI គួរឲ្យសប្បាយចង់ឃើញចាប៉ុន្តែវាមិនមែនជារឿងមនុស្សពិតទេគេថាវាជារឿងដែលថាមួយដែលវាចម្លែកមែនទែនដែលសម័យបច្ចុប្បន្នគេអាចធ្វើឲ្យវាចេញជារូបភាពបានណា technology សម័យបច្ចេកវិទ្យាអូខេអរគុណច្រើនសូមបានសុខសប្បាយចាអរគុណបាយ